មេឃភ្លៀងប្រហែលថ្ងៃនេះដល់ហើយបងប្អូនហើយថ្ងៃនេះខ្ញុំធ្វើសម្លក្តៅហត់ម្ដងណាហើយនេះគឺជាសម្លជើងជ្រូកស្ងោរជូរហិលរសជាតិគេថាឆ្ងាញ់មែនទែនបងប្អូនអើយបើហើយបន្តិចទៀតយើងទៅតាមដានទស្សនាដែលធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយមើលមកខ្ញុំដាំទឹកឲ្យពុះហើយខ្ញុំដាំទឹកនេះដើម្បីយកមកស្រោះជើងជ្រូករបស់យើងហើយខ្ញុំធ្វើអញ្ចឹងដើម្បីឲ្យវាកាត់ឆ្អាបល្អបងប្អូនហើយយើងទុកវាសិនមកហើយជាបន្ទាប់ខ្ញុំយកផ្សិតយកមកហាយវាសិនហើយចំណែកផ្សិតខ្ញុំមានផ្សិតអំបោះហើយយើងហាយអញ្ចឹងឲ្យអស់មកដល់ពេលយើងធ្វើរួចរាល់ហើយជាបន្តយើងមកដាំទឹកស្ងោរតែម្ដងហើយមុនបោះខ្ញុំដាក់ទឹកហើយខ្ញុំដាក់គ្រឿងកាត់ឆ្អាបហើយនឹងដុំស៊ុប2ដុំហើយយើងដាំទឹកឲ្យពុះមកបងប្អូនឥឡូវទឹកវាពុះហើយជាបន្តខ្ញុំដាក់ជើងជ្រូកចូលទៅតែម្ដងហើយយើងមកផ្សំគ្រឿងដោយដាក់ទឹកត្រីស្ករសរ៉ូឌីហើយយើងកូរវាបន្តិចមកបងប្អូនហើយយើងគ្របរំងាស់វាតទៅពុះម្ដងទៀតមកណានេះឥឡូវវាពុះម្ដងទៀតហើយខ្ញុំដាក់បន្លែចូលទៅតែម្ដងហើយបន្លែខ្ញុំមានតែផ្សិតទេហើយខ្ញុំសកត់វាបន្តមកទៀតខ្ញុំគ្របវាឲ្យវាពុះម្ដងទៀតណាហើយពេលចាំទឹកពុះខ្ញុំយកម្ទេសស្រស់ខ្ញុំមកបុកសិនហើយចំណែកម្ទេសខ្ញុំដាក់ម្ទេសទុំហើយនិងម្ទេសខ្ចីបងប្អូនយើងដាក់អញ្ចឹងឲ្យវាកាត់ពណ៌ស្អាតហើយយើងបុកបាយមាត់ពេកទេបុកប៉ុណ្ណឹងបានហើយយើងដាក់ចូលក្នុងសឡយើងតែម្ដងមកហើយសឡវាជិតឆ្អិនហើយដែរបងប្អូនហើយសម្រាប់សម្លដែរយើងរំងាស់វាឲ្យផុយបានឆ្ងាញ់ណានេះដល់ពេលបានប៉ុណ្ណឹងហើយខ្ញុំដាក់ទឹកគូឆ្មាចូលទៅហើយយើងកូរម្ដងទៀតហើយយើងភ្លក់ទៅរសជាតិថែមថយតាមចំណង់ចំណូលចិត្តណាហើយសម្រាប់ខ្ញុំសម្លគឺខ្ញុំយកជូរហិលអញ្ចឹងបងប្អូនมันឆ្ងាញ់ណាយើងហត់តាន់ពេលក្តៅយើងឆ្ងាញ់មែនទែនបងប្អូនហើយឥឡូវអាកាសធាតុវាភ្លៀងអញ្ចឹងយើងធ្វើអញ្ចឹងវាត្រូវមែនទែនបងប្អូនហើយជាចុងក្រោយខ្ញុំដាក់ជីចូលទៅបន្តមកទៀតយើងកូរចុះកូរឡើងឲ្យជីនឹងសពបបន្តិចទៅប្រឹងជាការស្រេចហើយយើងអាចយកទៅញ៉ាំបានហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេបាទក៏សូមអរគុណដល់ការតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា